លំហាត់ទី1នេះតម្លៃដាក់គេឲ្យ x y z ធំជាង0ដែលផ្ទៀងផ្ទាត់ x បូក y បូក z ស្មើ2ចឹងឲ្យដាក់តម្លៃតូចបំផុតនៃអន្សោមដែលតេស្មើឲ្យ1ដកកុស x កតាឲ្យ1ដកកុស y កតាឲ្យ1ដកកុសកុស z ចឹងយើងមើលដំណោះស្រាយទាំងអស់គ្នាអញ្ចឹងយើងរកតម្លៃតូចបំផុតនេះតម្លៃតូចបំផុតនៃអន្សោមតេនេះអញ្ចឹងយើងមានតេរបស់យើងស្មើប៉ុណ្ណេះតេរបស់យើងតមកទៀតដោយសារ1ដកកុស x ស្មើអី1ដកកុស x ស្មើ2ដងស៊ីនការ៉េ x លើ2ដល់ពេល1ដកកុស y ស្មើ2ដងស៊ីនការ៉េ y លើ2ដល់ពេល1ដកកុស z ស្មើ2ដងស៊ីនការ៉េ z លើ2អញ្ចឹងយើងកត់ចោលនេះមក2គុណ2 4គុណ2បាន8តមកសល់ស៊ីនការ៉េ x លើ2ស៊ីនការ៉េ y លើ2ស៊ីនការ៉េ z លើ2អញ្ចឹងយើងទាញ8ដាក់8នេះលក្ខណៈថាយើងដាក់8នៅពីមុខមកឬក៏ជាកតាពិត8នេះពីមុខស្រាប់ហើយអញ្ចឹងយើងដាក់មុខកញ្ចប់ឲ្យស្អាតវាការ៉េទាំងអស់អញ្ចឹងយើងអាចដាក់អូការ៉េបានប៉ុន្តែដោយគេ x y z ធំជាង0និង x បូក y បូក z ស្មើផាយអញ្ចឹងនោះយើងបានព្រោះយើងមើលទាំងអស់គ្នាចាំបើយើងយកមកធ្វើការគណនាគឺយើងធ្វើនេះsin x លើ2គុណនឹង sin y លើ2 sin z លើ2អា8ពីមុខយើងអត់យកមកគិតទេដើម្បីវាចេញមកប៉ុណ្ណេះបានដោយសារយើងប្រើតាមវិសមភាពចេះដំបូងបំផុតយើងប្រើតាមវិសមភាព am និង am ឥឡូវយើងយក sin x នេះ sin x លើ2 sin x លើ2 sin y លើ2 sin z លើ2យើងមកគិតនេះអញ្ចឹងយើងយកតាមផលបូកមកនេះបានចេញប៉ុណ្ណឹងហើយឲ្យបានចេញប៉ុណ្ណេះកើតលុះត្រាយើងទាញតាមផលបូកអញ្ចឹងច្បាស់ជាតាម sin x លើ2បូក sin y លើ2បូក sin z លើ2វិសមភាព am វាមិនធំជាងឬស្មើ3ដងឬទី3កាលណាវា3គឺ3ដងកាលណា2 2ដងហើយអញ្ចឹង3ដងឬទី3នៃ sin x លើ2គុណឲ្យ sin y លើ2គុណឲ្យ sin z លើ2អញ្ចឹងហេតុអីបានជាវាទៅជាដើម្បីវាទៅជាគេបានដើម្បីវាទៅជាលើកវាជាគីបនេះបានកាលណាយើងលើកវាជាគីបយើងទៅជាគេអានេះរួចខ្លួននេះចេញរួចអញ្ចឹងវាបានទៅជាគេអានេះទៅជា sin x លើ2វាសល់គេ27នៃ sin x លើ2គុណនឹង sin x លើ2 sin z លើ2អញ្ចឹងអាម្ដុំនេះទាំងអស់នេះដុំទាំងអស់អូគីបអញ្ចឹងអាម្ដុំនេះទាំងអស់អូគីបអញ្ចឹងយើងរុញអា27នេះឬក៏3រុញមកក្រោមនេះអញ្ចឹងបានអា3អូគីបហ្នឹងទៅជាគេ27នេះគ្នានេះអញ្ចឹងយើងរុញអា3នេះមកខាងក្រោមនេះមកនេះអញ្ចឹងវាបាន sin x លើ2បូក sin y លើ2បូក sin z លើ2នេះចាយនឹង3ឲ្យយើងរុញ3មកក្រោមនេះលើកជាគីបមកនេះវាស្មើមកប៉ុណ្ណេះចឹងកាលណាលើកជាគីបវាស្មើប៉ុណ្ណឹងមកបន្តមកទៀតយើងតាមវិសមភាព Jensen ម្ដងអញ្ចឹងតាមវិសមភាព Jensen ក្នុងករណីដែលអាចសកង់នេះ x តូចជាង0នេះគ្រប់ x ជារបស់ដើមកំណត់នេះអញ្ចឹងអាហ្នឹងយើងតាំងវាមកយើងដល់សារយើង derivative ទី2ដែលតូចជាង0ហើយអញ្ចឹងយើងយកមកគណនាមកយើងចាប់តាមឃើញមកនេះយើងចាប់តាមយកអា2នេះអា1នេះហើយអា1នេះយើងប្រៀបធៀបគ្នាចឹងយើងប្រៀបធៀបមកអញ្ចឹងតាមសមភាព Jensen យើងបាន1លើ3នៃ sin x លើ2បូក sin x លើ2បូក sin z លើ2តូចជាងឬស្មើ sin x លើ2បូក y លើ2បូក z លើ2ចែកឲ្យ3អញ្ចឹងដល់ពេលករណីយើងលើកជាគេករណីយើងលើកជាគីបទៀតដល់ករណីលើកជាគីបយើងមិនបានអាម្ដុំទាំងអស់នេះលើកជាគីបដែរត្រូវអត់ទាំងអស់លើកជាគីបដែរអញ្ចឹងហើយបានយើងដាក់ស្មើ1លើ8ស្មើ1លើ8ឯសារអីគេនេះ x បូក y បូក z នេះស្មើផាយអញ្ចឹង2ដាក់ជាកតារួមអញ្ចឹងបានផាយលើ2ចែក3បានអីគេផាយលើ6អញ្ចឹង sin ផាយលើ6ស្មើបាន sin ផាយលើ6វាមិនស្មើ1លើ2កាលណា1លើ2លើកជាគីបវាបានស្មើ1លើ8នេះដោយសារយើងមានអីគេយើងមាននេះមួយទៀតអញ្ចឹងយើងបាន1លើ8ម្ដុំនេះគឺ1លើ8អញ្ចឹង1លើ8លើកជាការ៉េបាន1លើ64អញ្ចឹង1លើ64គុណនឹង8អញ្ចឹងបាន8លើ64អញ្ចឹងស្មើឲ្យ1លើ8នាំឲ្យតែនេះតូចជាងឬស្មើ
មួយលើ8សាសញ្ញាយើងវាតូចជាងស្មើទាំងអស់ឃើញអត់អញ្ចឹងវាទៅតូចជាងស្មើមួយលើ8អញ្ចឹងសារភាពនេះកើតមាននៅពេលដែល x ស្មើ y ស្មើ z ស្មើ pi លើ3អញ្ចឹងដូចនេះយើងបាននេះយើងបានអីគេយើងបានមីននៃតេមានថាតម្លៃតូចបំផុតនៃតេស្មើ1លើ8ដែល x ស្មើ y ស្មើ z ស្មើ pi លើ3